บแต่ស្ដាប់លខោនជីគេអាយ៉ៃអីហ្នឹងគឺយកមកដាក់នៅក្នុងផ្សារទំនើបហើយថ្ងៃនេះដែរនាងខ្ញុំសូមនាំអារម្មណ៍បងប្អូនទាំងអស់គ្នាមកខាងផ្សារទំនើប Grand Plaza Aeon 3នៅ Hall ខាងក្រោយហ្នឹងនិយាយទៅថ្ងៃហ្នឹងគឺខ្ញុំបានទៅ shopping ហើយដល់ពេលអញ្ចឹងទៅគ្រាន់តែឃើញសម្រាប់លើខាងលខោនអាយ៉ៃអីចឹងទៅដែលបានរៀបចំមកជីគេអីចឹងណាតែបានឃើញឧបករណ៍ខ្មែរដូចជាខ្ញុំបានសុំបងប្រុសលេងគេហៅថាស្គរធោតាខេខ្លុយដែលជារបស់ខ្មែរយើងហើយគ្រាន់តែខ្ញុំមកដល់ភ្លាមហើយខ្ញុំនិយាយទៅខ្ញុំមិនបង្អង់យូរគឺខ្ញុំសប្បាយចិត្តខ្ញុំរំភើបចិត្តព្រោះពេលដែលខ្ញុំឃើញខ្ញុំនឹកឃើញការខ្ញុំនៅពីក្មេងឲ្យតែថាមាននៅលេងនៅវត្តណាក៏ដោយគឺឆ្លៀតទឹកក្រាកតេទាំងអ៊ំពូមីងចាស់ហើយសិតតែចង់មើលហើយឥឡូវចាំការទៀតពេលដែលមកដល់នៅក្នុងផ្សារទំនើបហើយវាមានម៉ាស៊ីនត្រជាក់ដែលមិនអង្គុយដោយកាលពីមុនទៀតទេនិយាយទៅគឺឥឡូវហ្នឹងកាន់តែជឿនលឿនអាប់ដេតមែនតែនហើយអញ្ចឹងបើសិនជាបងប្អូននៅខាងកម្មវិធីផ្សេងដូចជាពីវិពាឬក៏គេហៅថាកម្មវិធីបុណ្យកម្មវិធីដូចថាអីក៏ដោយសម្រាប់លើដែលចង់អញ្ជើញពួកគាត់ឲ្យទៅហ្នឹងបងប្អូនអាចតាក់ទងមកជាមួយនឹងក្រុមពួកគាត់បាននាងខ្ញុំនឹងដាក់លេខទូរស័ព្ទនៅខាងលើហ្នឹងគឺគ្រប់កម្មវិធីទាំងអស់ហើយតម្លៃអីចាំឆែកពួកគាត់ទៅអរគុណចំពោះបងប្អូនបានទស្សនានៅក្នុង page Mara Takeaway កុំភ្លេចជួយ follow ជាមួយនឹង Facebook TikTok ហើយនិង subscribe ជាមួយ channel YouTube ផងដែរអរគុណបាយបាយ